ច់អីហ៎ក្នុងលោកនេះមនុស្សល្អមានតែនាងឯងមែនចាអាហ្នឹងខ្ញុំមិនដឹងដែរប៉ុន្តែថ្ងៃនេះនាងខ្ញុំអត់បានរាប់អីណាបងប្អូនដោយសារខុសញាក់កុសចោលលេខទឹកភ្លៀងឥឡូវហ្នឹងវាញាក់ញ័រទៅនឹងប៉ុន្តែនៅតែចេញវីដេអូអញ្ចឹងអត់បានរាប់អីណាបងប្អូនគឺចេញនិយាយថាមនុស្សអាក្រក់លើលោកនេះពិតជាមានកាន់តែច្រើនមែននាងខ្ញុំជឿជាក់តែម្ដងឥឡូវនេះនាងខ្ញុំមិនបាច់និយាយអីទេនិយាយហាងខ្ញុំបើកបាន2ឆ្នាំជាងហើយពោពេញទៅដោយមនុស្សបោកចាមនុស្សល្អក៏មានដែរប៉ុន្តែខ្ញុំនិយាយមនុស្សអាក្រក់ដើម្បីឲ្យមនុស្សល្អការពារខ្លួនចាបងប្អូនដឹងទេមកនៅមកលេងទីនេះបោកសັບគ្រប់បែបយ៉ាងមានតាំងពីចោលលួចស្បែកជើងមានតាំងពីចោលលួចមួកចាមានតាំងពីលួចទូរស័ព្ទទៀតទូរស័ព្ទកូនចៅខ្ញុំនោះមានពីរគ្រាន់តែកំងផ្លេចយកហ្នឹងចោះបាត់ទូរស័ព្ទភ្ញៀវហ្នឹងក៏ភ្ញៀវលួចភ្ញៀវទៀតអាហ្នឹងសិតតែមនុស្សចាអាក្រក់ចាឥឡូវហ្នឹងខ្ញុំនិយាយដល់រឿងបោកហូបកន្លែងនាងខ្ញុំហើយដោយសារតែដាច់ថ្ងៃអាទិត្យហ្នឹងគឺចុះអត់បងលុយទេចាបានម្ដងហើយលើកទី2ញ៉ាំលើកទី3ញ៉ាំអញ្ចឹងហើយគាត់ថាកូនចៅនាងខ្ញុំហ្នឹងល្ងងខ្លាំងណាស់គេមកបោកទៀតគេឲ្យស្រីគេហ្នឹងថាអាប់លុយគេ50000ជាងប្តីគេឡៃទៅបន្ទប់ទឹកបងលុយ100,000ហើយញ៉ាំអស់40000ជាងត្រូវអាប់ហើយបងប្អូនហើយម្នាក់កូនចៅខ្ញុំហ្នឹងភ្ញាក់ផ្អើលតាបានដឹងចាមួយទៀតបងប្អូនអើយច្រើនណាស់មនុស្សឥឡូវហ្នឹងមកញ៉ាំអត់ឲ្យលុយដូចថា2ថ្ងៃហ្នឹងបងប្អូនធ្វើអញ្ចឹងទៅអីបងប្អូនស្គាល់បាបអត់ចាផ្ទះរក្សាសិលបងប្អូនណាចំណេញមិនបានប៉ុន្មានទេភ្លៀងចា AVA បាញ់អត់បានដាច់ភ្លើងចាកូនចៅខ្ញុំនោះវាល្ងងទៀតវាឲ្យលេខក្រុមហ៊ុនទៅឲ្យភ្ញៀវដើម្បីតាក់ទងមកបាញ់ឥឡូវមានបាញ់ណាបាត់លេងមកទៀតចាហើយអ្នកខ្លះទៅយកមុខមាត់អុកញ៉ាអាយអាដាមមកហូបអស់20-30ម៉ឺនហ្នឹងថាភេក្រោយភ្លេចយកកាបូបលុយអត់មកទៀតមនុស្សឥឡូវអាក្រក់ណាស់បងប្អូនអើយសំបីតែការហូបសំបីអាកាពេកកប៉ុកហ្នឹងក៏រហែងរហាមដែរអញ្ចឹងណានាងខ្ញុំដាច់ខាត់មិនជួបមនុស្សជាដាច់ខាត់ដោយសារតែអាម៉ាន់តិចហ្នឹងវាចង់បានចុះទម្រាំផ្សេងទៀតវាយ៉ាងម៉េចបងប្អូនហើយមីជ្រះជើងក៏អញ្ចឹងដែរភាគ2ស្អែកខ្ញុំនឹងនិយាយមីជ្រះជើងហេងក្បាលកញ្ចាស់ហើយនៅធ្វើចរិតដូចឈួតអញ្ចឹងវាឈួតចង់បានលុយប្រម៉ូទទៅសៃសក់ហ្នឹងស្អីក៏ហ៊ានធ្វើដែរនៅពេលដែលគេជេរធ្វើឯងហ្នឹងយំរហែងរហាមគេជេរហ្នឹងវាសមហើយអញ្ចឹងជេរគេគិតថាសមហើយអីហើយប្រឡែងត្រីហ្នឹងក៏មានអ្នកជេរដែរណាបងប្អូនជេរមីជោជេរដល់ប្តីទៀតអាចជោអើយនេះអាចជោមួយនេះកំពុងតែញញឹមស្ញែងទឹកចិត្តសំខាន់ណាស់ណាបងប្អូនចាសម័យនេះគឺជាសម័យពិបាករកលុយអញ្ចឹងហើយមនុស្សពាក់កណ្ដាលអាក្រក់ហ្នឹងអាក្រក់តែម្ដងចាអញ្ចឹងហើយផ្លូវចិត្តសំខាន់ណាស់បងប្អូនដោយសារតែជំនឿខុសគ្នាដូចនាងខ្ញុំកាន់សាសនាព្រះពុទ្ធគឺនាងខ្ញុំមិនតបតទេគឺនាងខ្ញុំកិច្ចពីមនុស្សតែម្ដងដោយសារតែមនុស្សឥឡូវហ្នឹងវងវែងភាកច្រើនមែនទេបងប្អូនសូម្បីតែយើងអត់ហូបសត្វរស់ហ្នឹងក៏តាមជន់តាមជេរដែរមកដល់ពេលនេះនាងខ្ញុំសូមខ្លាចមនុស្សឲ្យបងប្អូនចាត្រឹមតែកាពែរំក៏គេថានាងខ្ញុំមិនស័ក្តិសមធ្វើចាដល់ពេលអញ្ចឹងទៅនាងខ្ញុំមិនសូវហ៊ាននិយាយអីផ្ដេសផ្ដាស់ទេចាចំពោះនាងខ្ញុំនៅតែបន្តរំនៅតែបន្តដាំដំណាំហូបនៅតែបន្តធ្វើម្ហូបចាជាគោលការណ៍របស់នាងខ្ញុំគឺធ្វើអញ្ចឹងនាងខ្ញុំគិតថាល្អហើយគេគិតថាហូបស្រាល្អសម្រាប់សត្វល្អធ្វើអាក្រក់ល្អគេធ្វើចោះចាគ្រាន់ថានាងខ្ញុំមិនទទួលរាប់អានមនុស្សឡើយដោយសារតែនាងខ្ញុំមានជំងឺអាឡែកស៊ីជាមួយនឹងមនុស្សហេគ្មានបានការចាំបាច់ធ្វើឲ្យខាត់ពេលវេលាធ្វើអីបងប្អូននៅតែថាឲ្យខ្ញុំអញ្ចឹងថាខ្ញុំចាំបាច់ចំណាយពេលនេះយកអាលំអងណាបងប្អូននេះអាពីលើនេះពីលើអញ្ចឹងទៅយកគោះវាចេះគោះវាអញ្ចឹងហ៎ហើយបងប្អូននេះយកមករយលើពោតនេះសួរជាងនេះអូនអញ្ចឹងធ្វើចឹងទៅអីដើម្បីឲ្យមានផ្លែកាន់ឃើញកាន់នេះបងប្អូនចាកាន់នឹងបានន័យថាម៉េចបងប្អូនគឺវាមានផ្លែសាច់ពេញវាអត់កុហកដោយសារតែយើងដាំបែបលក្ខណៈគ្រួសារយើងមានតាំងពីក្តោបយើងមានតាំងពីផ្កាមានផ្ទីមានអន្លឹកនិយាយចំប្តីខ្ញុំដាំច្រើនណាបងប្អូនឃើញទេមួយទៅក្រោយចាទៅតទៀតណាដូចជាម្រះនេះអញ្ចឹងពេលដែលមានផ្លែមកក៏ត្រូវតែញុលវាដែរយកផ្កាញុលចាដើម្បីផ្លែកាន់ហើយនៅពេលដែលផ្លែកាន់គឺត្រូវយើងយកថង់យកមកសោកទៀតបានវាមានផ្លែបងប្អូនបានជួររហូតថាបងប្អូនហេតុអីដាំអត់បានអាហ្នឹងមកបងប្អូនដាំទុកចោលឬក៏បងប្អូនជឿលើអ្នកខ្លះថាមិនបាច់ចាំមានពេលវេលាគួរតែបើសិនជាយើងដាំលក្ខណៈមានអីសពគ្រប់អញ្ចឹងគឺយើងត្រូវតែគួរបើអត់គួរអត់បានហូបទេដោយសារវាធម្មជាតិបើគេមានខ្ញុំអត់ដឹងទេណានេះបងប្អូនគួរជឿណាគេបងប្អូនដាំច្រើនមុខត្រូវតែគួរដោយសារតែវាមានតែ100ជួរហើយតកៅដើរមើលតកៅបានវាបានផលណាក៏ឈួតម៉ាត់ណាក្លប់ប៉ុន្តែមីឡប់នេះជាពីជំងឺបាក់ទឹកចិត្តណាដោយសារតែការព្យាយាមចាមើលថែចង់ក្រោះហើយណា
ុំលេងដល់ម៉ែណាបាត់មានពិតកុំលេងដល់ម៉ែបងប្អូនថ្ងៃនេះខ្ញុំចាប់ដើមយកលំអងហ្នឹងអានេះគេយកអញ្ចឹងហ៎បងនេះគូហ៎បងប្អូនចាគូវាអញ្ចឹងមកហើយបន្ទាប់មកគឺយើងយកបញ្ញុលជាមួយផ្លែវាអញ្ចឹងលាក់លើទេនេះអញ្ចឹងដើម្បីឲ្យផ្លែមកពេញហើយអ្នកខ្លះគាត់ចែខ្ញុំថាខ្ញុំនឹងនេះអត់ការងារធ្វើឈួតអីចឹងនេះហើយអីរុយហើយប៉ុណ្ណឹងគេចែខ្ញុំបានក៏ប៉ុន្តែបងប្អូនគិតសាក់ដល់មើលគេដាំចំការគេដាំគៀកខ្យល់មកវាយមកអាលំអងនោះវាហើចូលផ្លែវាមានផ្លែតែយើងដាំលក្ខណៈកំសាន្តដាំថតដាំហូបបែបសុខភាពអញ្ចឹងត្រូវការមានពេលនេះបងប្អូនដាក់មកចិត្តមកនេះយកលំអងមកអញ្ចឹងបានផលបងប្អូនបានផលពិតបើសិនជាបងប្អូនដាំបែបចំការមិនបាច់ចំណាយពេលដូចមីឈួតនេះទេតែមីឈួតនេះធ្លាប់ឲ្យដាំលើកដំបូងបានមួយផ្លែហ្នឹងមានមួយគ្រាប់ពីរគ្រាប់แล้วក៏ហុកល្អសើចហ្នឹងមកដូចអីហ្នឹងមកដូចអីមកដូចអូនគេពងជេដល់ម៉ែឆ្លៀតចឹងទៀតអញ្ចឹងបងប្អូនត្រូវឆ្លៀតពេលបងប្អូនណាដើម្បីចង់បានពោលល្អបងប្អូននេះបងប្អូនប្រកាសថាគឺបកមកផ្លែពិតតែម្ដងចាផ្លែពេញហ្មងណាហ្នឹងចង់ចេះចំណេះដឹងតែប៉ុណ្្នឹងទេជូនបងប្អូនពីនេះខ្ញុំមានឈួតមួយនេះហេងកុំលេងដល់ម៉ែណាកុំឈឺយូរពេកអ្នកម្ដាយឈឺយូរពេកទេអ្នកជេមានការងារអីត្រូវធ្វើទៀតអ្នកម្ដាយជាមកឈឺទាំងប្តីទាំងប្រពន្ធតែម្ដងដោយសារតែការប្រមាថបងប្អូននេះខ្ញុំបានកោះខ្យល់ពេលយប់ចាដល់ពេលស្អែកឡើងភ្លៀងលោកប្តីនេះខ្ញុំលេងតែភ្លៀងលេងរៀងតំណងក៏តែលេងទាំងពីរនាក់បងប្អូនមានណាបងប្អូនអើយនាងខ្ញុំលងរឹងដៃរឹងជើងកម្ដៅឡើងខ្លាំងចានិយាយលេងចង់រួចតាមប្តីមើលថែបងប្អូនគាត់ច្រវាច់ម៉ាស្សាគាត់ដាក់អាក្លៀកយើងអីហ្នឹងជូតខ្លួនជូតអីត្រជាក់ចឹងទៅហើយទឹកក្តៅបាតជើងចឹងទៅក៏បានធូរឥឡូវនេះចំអិនមុខម្ហូបបន្តតែប៉ុណ្្នឹងអ្នកទើសនាងខ្ញុំដោយសារតែរំដោយសារតែញែកញក់ហ្នឹងមានការងារធ្វើទៀតហើយអញ្ចឹងម្រាមដៃម្រាមជើងលេងស្ពឹកហើយមុខម្ហូបមួយនេះមានឈ្មោះថាជើងមាន់ឆាជាមួយនឹងទឹកអំពៅមួយដបហ្នឹងកន្លះលីត្របងប្អូនចាស្លឹកខ្ទឹមជាមួយនឹងជីវ៉ាន់ស៊ុយតាមពិតទៅបើសិនជាមានណានាងខ្ញុំអត់មាននាងខ្ញុំដាក់ជីវញ៉ែជំនួសខ្ទឹមសម្រេចប៊ីចេងបុកវាតុំប៉ុណ្ណឹងមកបន្ទាប់មកទឹកអំពៅដែលយើងកំពុងតែរំងាស់ហ្នឹងដាក់ប្រេងឆាចូលដាក់គ្រឿងបុកហ្នឹងចូលរំលីងឲ្យវាឈ្ងុយបន្ទាប់មកដាក់ជាមួយនឹងប្រេងខ្យងដុំស៊ុបម៉ាឡេរសជាតិសាច់មាន់ទឹកស៊ីអ៊ីវធម្មតាខ្មែរយើងហ្នឹងបងប្អូនហើយទឹកស៊ីអ៊ីវខាប់របស់ជប៉ុនចាបន្តដាក់ជាមួយនឹងទឹកដោះគោជីចាំងម្ទេសកូរ៉េគេហៅថាម្ទេសកូរ៉េហៅគោជីចាំងហើយដាក់ជើងដាក់ទឹកប្រហែលជា2ចានចង្កឹះមកបងប្អូនរំងាស់វាឲ្យកោកប៉ុណ្ណឹងមកជីស្លឹកខ្ទឹមអូហយឆ្ងាញ់កប់តែម្ដងតានេះរសជាតិមិនដុតពេកហើយក៏មិនសាបពេកល្មមហូបជាមួយនឹងម្ជូរក្រូចអំបិលម្រេចអីហ្នឹងគឺត្រូវតែម្ដងបងប្អូនតែប៉ុន្តែនេះខ្ញុំចង់ទៅវាស្រែក៏ប៉ុន្តែឈឺអត់បានទៅហេធ្វើប៉ុនចាំបាច់បង្ហាញហ្នឹង 100000 ក៏ប៉ុន្តែលុយចូល Facebook បានច្រើនជាងនឹងផងហ្នឹងមែនអើយណាបងប្អូនអើយអ្នកដែលដឹងមិនដឹងចាវីដេអូខ្ញុំហ្នឹងបងប្អូនដឹងហ៎ផុសពីលាមអាយុបានអត់ដល់$10ទេបងប្អូនហើយនេះប្រហែល100000ហ្នឹងនាងខ្ញុំជូនគាត់ជារៀងរាល់ខែតែម្ដងដោយសារតែប្រពន្ធគាត់ធ្វើការជាមួយខ្ញុំចាផ្នែកលាងចានអញ្ចឹងកូនគាត់ក៏ធ្វើការជាមួយខ្ញុំដែរហើយកូនតូចនេះធ្វើការអីកើតអញ្ចឹងគាត់មើលកូនតូចហើយបើឲ្យប្រាក់ខែគាត់ទៀតខ្ញុំអត់មានលទ្ធភាពទេលុយនេះយកបានពីលុយរំទេបងប្អូនព្រោះអីរដូវនេះចាបងប្អូនដឹងហ៎ខែភ្លៀងចាអត់មានភ្ញៀវទេមានតែថ្ងៃអាតើសៅហ្មងអាទិត្យរឿងពេញបន្តិចត្រឹមតែមួយរស់ទេអត់ដូចគាត់អញ្ចឹងគាត់ធ្វើការអីកើតនេះមើលចៅមើលឆក់បានលុយខ្ញុំជូនគាត់សម្រាប់គាត់បរិយអញ្ចឹងទៅហើយកូនគាត់ធ្វើការមួយខ្ញុំ100000ដែរអញ្ចឹងទៅហើយកូនមួយទៀត100000អញ្ចឹងទៅគាត់បានមួយខែប៉ុន្មានពូ20000ឃើញទេ20000ទាំងខ្ញុំ20000ទាំងខ្ញុំមកបងប្អូនណា20000មកសួរថាគាត់ចាយអីគ្រាន់គាត់រហងៃទិញបរិយទិញកាហ្វេហ្នឹងកាហ្វេ2000ទៀតមិនមែនកាហ្វេ5000ទេបងប្អូនអញ្ចឹងបងប្អូនសូមមេត្តាកុំជេរខ្ញុំរាល់ថ្ងៃខ្ញុំរំចាខ្ញុំរំញាក់ញក់ដើម្បីចង់បានបញ្ជូជូនម្ចាស់ផលិតផលទេចាតែខ្ញុំមិនបានកាន់ដបស្លាប់ទេតោះហេង